ខ្ញុំលួចមើលរូបកាយពុកម៉ែជរីក៏ឃើញថាពុកម៉ែលោកចាំងនឹងហើយសងលោកស្កើត្រជាងភ្នែកស្ដាប់មើលអ្វីមិនច្បាស់ឡើយរូបលោកផ្លាស់ប្ដូរហើយជាច្រើនឆ្នាំខាមានតែម្យ៉ាងដែលខ្លួនលោកមិនផ្លាស់ប្ដូរគឺទឹកចិត្តស្រឡាញ់កូនមិនព្រួលប្រាទុំលោកឈឺក៏ប្រាំងធ្វើការស្រាលធ្ងន់មិនធម្មតានាងព្រោងលោកបារម្ភពីកូនគ្រប់គ្នាជីវិតកូនបានរួបរวมមានពុកម៉ែលោកខំថ្លឹងថ្នូមមើលថែកូនឲ្យបានសុខជានៅពេលនេះកូនសូមគោរពវន្ទាដែលលោកទាំងពីរអង្គាចិញ្ចឹមកូនលំដល់ធំតើពុកម៉ែឯណាមិនស្រឡាញ់កូនពុកម៉ែអ្នកក៏ដូចពុកម៉ែនៃខ្ញុំ